យុព្រួយឬជីវិតទៀងកាសចូលមកគិតជីវិតចិត្តដល់ពេលហើយវាកាន់តែរំកើរអែលមិនអាចបកក្រោយចំឡាយចុងក្រោយខំដើម្បីអ្នកណាឈានដល់វ័យមួយខ្លាចភាពអាយកាគ្រាន់តែចង់ដឹងថាអ្នកណានៅក្បែរខ្ញុំខ្លាញ់ក្បែរខ្ញុំពេលមានទុក្ខឬក្បែរត្រឹមតែបោកប្រាំចង់ឃើញឲ្យច្បាស់មនុស្សដែលស្រឡាញ់ខ្ញុំពិតមនុស្សរឹងមាំបំផុតគឺជាមនុស្សឯកាបំផុតហើយក៏អាចសន្មត់ជាមនុស្សធ្លាប់ជួបរឿងប្រែឆាទោះបីជាឈឺចាំទោះបីដែលជួបភាពឯកាសុំចិត្តទ្រាំមិនថាគ្មានអ្នកណាយល់ពីយ៉ាងទេមនុស្សរឹងមាំបំផុតគឺជាមនុស្សទន់ខ្សោយបំផុតចង់ខ្សឹបប្រាប់សាងមុតឲ្យគាត់ត្រារឿងធ្លាប់ឈឺចាប់រឹងមាំយូរពេកហើយចង់បកក្រោយរកអ្នកមកស្ដាប់និយាយឲ្យបានឆាប់ហើយប្រាប់ថាខ្ញុំអត់អីទេខ្លាចភាពអាយកាគ្រាន់តែចង់ដឹងថាអ្នកណានៅក្បែរខ្ញុំខ្លាញ់ក្បែរខ្ញុំពេលមានទុក្ខឬក្បែរត្រឹមតែបោកប្រាំចង់ឃើញឲ្យច្បាស់មនុស្សដែលស្រឡាញ់ខ្ញុំពិតមនុស្សរឹងមាំបំផុតគឺជាមនុស្សឯកាបំផុតហើយក៏អាចសន្មត់ជាមនុស្សធ្លាប់ជួបរឿងទោះបីជាឈឺចាំទោះបីដែលជួបភាពឯកាសុំចិត្តទ្រាំមិនថាគ្មានអ្នកណាយល់ពីយ៉ាងទេមនុស្សរឹងមាំបំផុតគឺជាមនុស្សទន់ខ្សោយបំផុតចង់ខ្សឹបប្រាប់សាងមុតឲ្យគាត់ត្រារឿងធ្លាប់ឈឺចាប់រឹងមាំយូរពេកហើយចង់បកក្រោយរកអ្នកមកស្ដាប់និយាយឲ្យបានឆាប់ហើយប្រាប់ថាខ្ញុំអត់អីមនុស្សរឹងមាំបំផុតគឺជាមនុស្សឯកាបំផុតចង់ខ្សឹបប្រាប់សា